បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកលេងនៅខាងគៀនស្វាយក្រៅបងប្អូនគៀនស្វាយក្រៅយើងមកលេងនៅរមណីយដ្ឋានយើងចូលទិញម្ហូបអាហារនៅផ្សារហើយយើងក៏បានឈៀងចូលមករកកញ្ចុះអង្គុយបងប្អូនរកកញ្ចុះអង្គុយហើយយើងក៏បានចូលនៅកញ្ចុះដើមគេបងប្អូនជិះពីស្ពានយើងស្ពានដែកយើងឆ្លងមកហ្នឹងតាមឆ្លងទ្វារវត្តហ្នឹងឆ្លងមកកញ្ចុះទី1នៅយើងបត់ស្ដាំកញ្ចុះទី1កញ្ចុះគាត់ឈ្មោះអាហារដ្ឋាននីណាតបងប្អូននៅជាប់នឹងស្ពានហ្នឹងហ្មងគឺកញ្ចុះរបស់គាត់នៅដើមគេទី1វាយើងគិតពីស្ពានមកអញ្ចឹងណាឃើញថាកញ្ចុះគាត់ច្រើនហើយនឹងមានកន្លែងអង្គុយជាប់មាត់ទឹកជាប់ទឹកមានកន្លែងខាងលើអញ្ចឹងតាមបងប្អូនឆ្លាញ់ចូលចិត្តអញ្ចឹងណាហើយខាងលើនេះឃើញមានកញ្ចុះខ្ពស់អញ្ចឹងណាបើខែទឹកឡើងខ្លាំងកញ្ចុះដែលនៅមាត់ទឹកគឺវាអណ្ដែតឡើងដោយសារគេដាក់ពងដាក់អីត្រអញ្ចឹងទៅទៅវាអណ្ដែតឡើងហើយទឹកតាមស្រីគាត់ប្រាប់ទឹកវាពេលដែលទឹកច្រើនទឹកខ្លាំងទៅស្ទើរទៅដល់បាតស្ពានអញ្ចឹងវាលិចវាអាចលិចជ្រៅអញ្ចឹងកញ្ចុះយើងខែដែលទឹកឡើងគឺវាអណ្ដែតឡើងទៅតាមទឹកអញ្ចឹងទៅហើយគាត់ធ្វើកញ្ចុះនៅលើឃើញគាត់ធ្វើខ្ពស់ដោយសារវាទឹកវាអាចច្រើនអាចខែភាសាខែទឹកច្រើនអញ្ចឹងណាហើយនេះគឺស្ថានភាពកញ្ចុះរបស់គាត់គឺច្រើនមែនតើកញ្ចុះគាត់មានប្រភេទកញ្ចុះដាច់ក៏មានកញ្ចុះអង្គុយមកជួជាមួយគ្នាយើងមានគ្នាច្រើនមានអីអង្គុយមកកញ្ចុះដែលមានដំបូងតែមួយទៅហើយបងប្អូនចង់ឯកជនភាពបងប្អូនជ្រើសកញ្ចុះដាច់ទៅអញ្ចឹងមានកញ្ចុះច្រើនសម្រាប់ជ្រើសរើសហើយអាចអង្គុយស្ទូចត្រីអាចអីបានហើយនៅគាត់មានទូកមានអីចឹងមានទូកជិះមានទេមានអីចឹងហើយទូកអស់នេះទៅទូកដែលចាស់ហើយគាត់ចតចោលចឹងណាចតចោលបងប្អូនចង់ជិះបានចឹងណាយកទៅជិះលេងអីបានតែគាត់ចតនៅខាងក្រោមកញ្ចុះគាត់ចោលចឹងទូក2 3ចឹងហើយទៅមួយនឹងស្ពានបងប្អូនស្ពានយើងស្ពានប្រភេទស្ពានដែកហើយក្រាលប្រភេទដែកសាំងសីអញ្ចឹងណាហើយបងប្អូនបើកឡានទៅឃើញលឺសំឡេងគ្នាយើងមើលស្ដាប់ពីនេះទៅយ៉ាងញើសដែរតែពេលឡើងបើកឡើងហ្នឹងនេះគេបើកបានយើងបើកបានគេថាវាមិនជាបញ្ហាទេស្ពានដូចយូរដែរហើយតែឡានដឹកធំចតចុះតែគេកំណត់កម្រិតឡានល្មមអញ្ចឹងបងប្អូននេះកន្លែងទីតាំងកញ្ចុះគាត់គឺតាមហ្នឹងហើយទៅខាងនោះវាចុះរបស់គេផ្សេងហើយនេះជាផ្លូវចេញបងប្អូនផ្លូវដែលយើងចេញមកដែលយើងនិយាយថាតកតងជាមួយស្ពានដែកយើងហ្នឹងផ្លូវដែលយើងចេញទៅវិញផ្លូវចូលមកនេះហើយកន្លែងតាមនេះដល់គោលស្ពានយើងដល់គោលស្ពានខាងកើតខាងជើងអធិស្ឋានខាងជើងអញ្ចឹងស្ពាននឹងឆ្លងពីត្បូងមកជើងនេះតាមផ្លាកខ្នក់ប៉ាក់នេះតាមនេះគឺជាគោលស្ពានខាងជើងពេលខ្ញុំបងប្អូនស្ពានវាតូចដែរទេវាមិនបញ្ហាទេវាបើសិនជាកណ្ដីឡានអាចជិះគ្នាពីរបានទេបានតែឡានមួយហើយបើថាឡានហើយម៉ូតូអាចចឹងវាចង់ចៀតផងតែឡានមួយហើយនឹងម៉ូតូហ្នឹងជិះចង់ទៅគ្នាអញ្ចឹងវាមិនបញ្ហាទេអ្នកធ្វើក៏គេគិតពីទម្ងន់អាចត្របានប្រមាណតោនអញ្ចឹងសម្រាប់កូនឡានទេសចរអញ្ចឹងដូចជាមិនជាបញ្ហាទេហើយដូចលមកអញ្ចឹងចង់ទៅគ្នាគឺចង់ទៅជាមួយកញ្ចក់ហើយអញ្ចឹងវាអាចឡានពីរបើកជិះគ្នាទេអញ្ចឹងហើយនេះគឺជាច្រកយើងដែលចូលចេញមកអញ្ចឹងបងប្អូនចេញមកបាទអរគុណច្រើនបងប្អូនហើយវីដេអូយើងតាំងពីដើមដល់ចប់មានប៉ុណ្ណឹងបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់អរគុណសុខសប្បាយទាំងអស់គ្នាបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ